សួស្តីខ្ញុំគឺជាអ្នកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Arol Ebenezer Daniel ថ្ងៃនេះខ្ញុំមកពន្យល់អំពីការធ្វើ coronary angiogram អង្គីយ៉ូក្រាមគឺជាអ្វីអង្គីយ៉ូក្រាមជាការធ្វើតេស្តសម្រាប់វិតម្លៃជំងឺវាមិនមែនជាការព្យាបាលទេវាជាការធ្វើតេស្តសម្រាប់វិតម្លៃជំងឺតើអ្នកវិតម្លៃអ្វីអ្នកវិតម្លៃថាតើមានការទប់ស្ទះនៅក្នុងសាច់ឈាមឬអត់អង្គីយ៉ូក្រាមអាចធ្វើបានគ្រប់ផ្នែកនៃរាងកាយបើធ្វើនៅក្នុងបេះដូងគេហៅថា coronary angiogram បើធ្វើនៅខួរក្បាលគេហៅថា cerebral angiogram ហើយបន្តទៅទៀតតើវាត្រូវបានធ្វើដូចម្តេចវាអាចធ្វើបានពីរប្រភេទមានអ្វីមួយហៅថា CT coronary angiogram ហើយមួយទៀតគឺ angiogram ប្រើវិធីចូលទៅក្នុងរាងកាយតើ CT coronary angiogram ជាអ្វីគេនឹងចាក់ថ្នាំពណ៌ចូលក្នុងរាងកាយរបស់អ្នកហើយអ្នកត្រូវដេកលើម៉ាស៊ីន CT scan បន្ទាប់មកគេនឹងថតរូបសរសៃឈាមដែលហូរទៅកាន់បេះដូងរបស់អ្នកហើយពិនិត្យមើលថាតើមានការទប់ស្ទះនៅក្នុងបេះដូងឬអត់ឥឡូវនេះបន្តទៅកាន់អង្គីយ៉ូក្រាមប្រើវិធីធម្មតាឬប្រពៃណីតើអង្គីយ៉ូក្រាមធម្មតាត្រូវបានធ្វើដូចម្តេចយើងចូលដំណើរការសរសៃឈាមតាមដៃឬតាមជើងហើយយើងបញ្ចូលខាថេតែដែលទៅដល់បេះដូងដោយផ្ទាល់បន្ទាប់មកយើងចាក់ថ្នាំពណ៌ចូលបេះដូងហើយពិនិត្យមើលវាចំណាយពេលប្រហែល10ដល់15នាទីដំណើរការទាំងមូលចំណាយពេល10ដល់15នាទីហើយធ្វើក្រោមការបញ្ចេញថ្នាំស្រាលតែប៉ុណ្ណោះមនុស្សដែលកំពុងធ្វើតេស្តនេះនឹងមានស្មារតីពេញលេញហើយអាចនិយាយជាមួយវេជ្ជបណ្ឌិតបេះដូងបានអ្នកប្រហែលជាសួរអូព្រះអម្ចាស់លោកវេជ្ជបណ្ឌិតអ្នកកំពុងបញ្ជូនខាថេតែទៅក្នុងបេះដូងខ្ញុំមែនទេបាទចាស់យើងធ្វើដូច្នោះតើវាឈឺខ្លាំងទេមិនឈឺសោះទេមិនមានការឈឺនៅពេលខាថេតែចូលទៅក្នុងបេះដូងទេហើយវាជាវិធីស្តង់ដារល្អបំផុតសម្រាប់ពិនិត្យសរសៃឈាមបេះដូងហេតុអ្វីបានជាខ្ញុំមិនអាចធ្វើ CT angiogram ជំនួស coronary angiogram ទេពិតប្រាកដណាស់ខ្ញុំភ័យខ្លាចអំពីការធ្វើ coronary angiogram ដូច្នេះសម្រាប់អ្នកណាខ្លះដែលគេផ្ដល់អនុញ្ញាតឲ្យធ្វើ CT angiogram ហើយសម្រាប់អ្នកណាខ្លះដែលគេផ្ដល់អនុញ្ញាតឲ្យធ្វើ coronary angiogram CT angiogram ត្រូវបានផ្ដល់អនុញ្ញាតជាធម្មតាសម្រាប់អ្នកដែលពិតជាភ័យខ្លាចពីការបញ្ចូលខាថេតែចូលក្នុងរាងកាយហើយវាក៏ត្រូវបានផ្ដល់អនុញ្ញាតសម្រាប់មនុស្សដែលអ្នកដឹងហើយថាឱកាសដែលអ្នកនឹងមានជំងឺនេះគឺតិចណាស់យ៉ាងដូចជាមនុស្សវ័យក្មេងដែលមានអារម្មណ៍មិនស្រួលចិត្តបន្តិចនៅផ្នែកទ្រូងហើយពួកគេក៏ភ័យខ្លាចណាស់ថាមើលទៅបេះដូងថាតើពួកគេនឹងមានបញ្ហាបេះដូងឬទេដូច្នេះសម្រាប់ពួកគេ CT angiogram គឺជាវិធីសាស្ត្រងាយស្រួលណាស់ហើយមិនចូលលើសរសៃឈាមទេប៉ុន្តែសម្រាប់មនុស្សដែលមានឱកាសខ្ពស់ក្នុងការមានសរសៃឈាមបេះដូងតឹងដូចជាបុរសវ័យចំណាស់បុរសជំងឺទឹកនោមផ្អែមអ្នកជក់បារីនោះវាត្រូវធ្វើការត្រួតពិនិត្យសរសៃឈាមបេះដូងជាទៀងទាត់ដូច្នេះតើអ្នកត្រូវស្នាក់នៅមន្ទីរពេទ្យប៉ុន្មានថ្ងៃគ្រាន់តែមួយថ្ងៃប៉ុណ្ណោះអ្នកមកព្រឹកហើយធ្វើនៅដំណើរការនេះបន្ទាប់មកអាចត្រឡប់ទៅវិញក្រោយ 3-4 ម៉ោងគ្រាន់តែប៉ុណ្្នឹងទេដូច្នេះតើវាអាចធ្វើដូចគ្នានេះសម្រាប់ CT angiogram បានទេបាទវាអាចធ្វើដូចគ្នានឹង CT angiogram បានប៉ុន្តែបញ្ហាតែមួយគត់គឺប្រសិនបើអ្នករកឃើញថាមានសរសៃឈាមបេះដូងតឹងក្នុង CT angiogram អ្នកត្រូវតែត្រឡប់មកធ្វើការត្រួតពិនិត្យសរសៃឈាមបេះដូងជាទៀងទាត់ដើម្បីបញ្ជាក់វា